ពីណាគេថាអត់ចេះដើរលេងម្នាក់ឯងហ្នឹងហើយមើលវីដេអូខ្ញុំទៅខ្ញុំដើរលេងតែម្នាក់ឯងហ្នឹងគេថាមិនដែរមកសៀមរាបណាមកម្នាក់ឯងហ៎ហើយថៃមិនចង់មកម្នាក់ឯងខូចចិត្តមែនខ្ញុំថាអត់មានអីខូចចិត្តផងព្រោះយើងអត់មានអីត្រូវខូចចិត្តហ៎បាទហើយនិយាយលេងប៉ុណ្ណឹងសិនឥឡូវចូលដល់ក្នុងកន្ទប់ហើយកន្លែងនេះខ្ញុំកក់តាមអាកូដាដែរទេតែគ្រាន់ថាផ្ទះនេះខ្ញុំធ្លាប់គេងតាំងពីខ្ញុំនៅរៀនម្ដងកាលហ្នឹងមកលក្ខណៈគ្រួសារតែនេះខ្ញុំកក់យកខែមួយហើយមកដល់សុំតម្រិតខ្លួនតិចណាដល់ពេលតម្រិតមកស្ទូលដល់ម៉ោងចេញទៅក្រៅទៀតហើយម៉ោង5ហើយរហូតទៅអុជធូបតិចនៅកន្លែងព្រះអង្គជាព្រះអង្គចោមអើគ្រាន់តែចេញទៅនោះគឺខ្យល់ខ្លាំងមែនតែនកម្រងថាចង់ដើរថតនេះថតនោះអត់ទេមើលទៅឥឡូវបានជិះតុកតុកទៅហ្មងទៅលឿនខ្លាចដល់ទម្លាប់ដល់គេបិទកន្លែងអញ្ចឹងណាឃើញអត់ម្នាក់ឯងចឹងស្រួលចង់ទៅណាទៅនឹងអេតមានអីមានហៅមកឥឡូវមកដល់សៀមរាបបាត់មានអីប្របាទៅហ៎ឥឡូវចិត្តដល់កោដៅកន្លែងព្រះអង្គជាព្រះអង្គចោមឥឡូវចូលទិញផ្កាឈូកហើយគេកំពុងទិញដែរហើយក៏ឆ្លៀតអុជធូបហើយថងថាថតវីដេអូឲ្យដែរប៉ុន្តែថតអត់កើតទេគ្រាន់តែចេញពីអុជធូបភ្លាមអូតិចតិចហ្មងណាហើយថ្ងៃនេះថ្ងៃច័ន្ទក៏នៅតែមានបងប្អូនទៅអុជធូបច្រើនពីគ្នាដែរហើយឥឡូវគ្រាន់ចេញមកខ្ញុំដើរម្ដងត្រឹមនេះភ្លៀងគឺមកជ្រកភ្លៀងហ្មងគឺភ្លៀងដល់ហើយតិចមែនតែនហ្មងអត់ដឹងទៅណាឥឡូវមានហៅ Pass App ជីទៀតហើយកម្រងដើរមាត់ស្ទឹងហូបអីនៅចិត្តមាត់ស្ទឹងហ្នឹង cancel អស់ហើយព្រោះភ្លៀងអញ្ចឹងដឹងអង្គុយណាទេឥឡូវកំពុងជិះតុកតុកទៅ Pub Street ឥឡូវដល់ Pub Street បាទលឿនเลยតានិយាយទៅអត់ឆ្ងាយទេដោយសារកន្លែងខ្ញុំគេងហ្នឹងនៅចិត្តខាងក្នុងក្រុងយកហ្មងឥឡូវអត់តនឹងធ្វើអីទេតែម៉ោង6ជាងឥឡូវដើរទៅមើលគ្រឿងអលង្ការគ្រឿងអីតិចខេឡូមានអីត្រូវចិត្តណាថាមែនកុំឲ្យមកតែមកទិញទៀតហើយខ្ញុំទិញតែរបស់អញ្ចឹងធ្វើដូចខ្លួនឯងអឺរ៉ុបអញ្ចឹងណាបាត់មកពីចូលចិត្តអឺរ៉ុបឆ្លាញ់អឺរ៉ុបយូរហើយតែហត់មែនអត់ទេប៉ុន្តែគ្រឿងចេះខ្ញុំចូលចិត្តមែនតាចំណូលចិត្តខ្ញុំហ្មងណាហើយស៊ូនាំច្រើនណាគ្រឿងប្រាក់ផងគ្រឿងអីផងហើយស៊ូតែទិញអត់តែគេមើលគេទិញហីគ្រាន់តែទិញរបស់ណាដែលត្រូវចិត្តសិនអញ្ចឹងណាហើយមុននេះក៏ឃើញមានការតាំងគ្រឿងកន្លែងគាត់ច្រើននេះក៏ថតទៅហើយក៏វល់ចេះខ្ញុំឃើញស្រឡាញ់ណាប៉ុន្តែនិយាយមួយអ្នកលក់ដែរថាខ្លួនឯងពាក់ដូចមិនសមសោះជាមួយមុខហើយអ្នកលក់ខាងគ្មានទេមកពីយើងគិតហ្នឹងណាតាមប៉ិតកុំអីត្រូវទិញអស់ទៀតនេះឥឡូវលោចុះលោឡើងត្រូវបានកវលខ្មុំមកតម្រៃនេះអត់ត្រូវទេហើយហ្នឹងគេហៅប្រាក់ហើយបានមួយខ្សែនេះទៀតគេធ្វើដោយដៃខ្លួនឯងហ្នឹងហើយឥឡូវកុំបងអង្គយូរទៀតដឹងតាណាបងដើរកន្លែងម៉ាស្សាហើយឃើញខ្នល់សើមណាដូចនិយាយចឹងភ្លៀងហើយឥឡូវទៅកន្លែងម៉ាស្សាសិនហើយអត់តន់ហូបអីទេម៉ោង 7:07 ហើយមកសៀមរាបបើអត់បានម៉ាស្សាទេវាដូចមិនសមត្រូវហ៎ដោយសារខ្ញុំអត់តន់ដឹងថាត្រូវនៅណាដែរអញ្ចឹងសុកចិត្តមកគេងឲ្យគេម៉ាស្សាតិចទៅ1ម៉ោងអីល្មមទៅងំនេះហើយអាចនឹងយប់បន្តិចដែរអញ្ចឹងណាអញ្ចឹងយើងអាចនឹងគិតចង់ទៅណាធ្វើអីអញ្ចឹងស្រួលព្រោះដោយសាររឿងខ្លះវាមិនដូចអ្វីដែលយើងបានគិតទេដូចខ្ញុំនិយាយអញ្ចឹងណាកម្រងច្រើនណាប៉ុន្តែដល់ពេលភ្លៀងមកឥឡូវអ្វីក៏បានផ្លាស់ប្ដូរដែរអញ្ចឹងអត់ដឹងទៅណាទេបន្ទាប់ពីម៉ាស្សាមកដើរនៅក្នុង Pub Street ដែរតែរកទៅកន្លែងហូបអីបន្តិចឥឡូវរកបានមកកន្លែងនេះប៉ុន្តែខ្ញុំអត់ចាំឈ្មោះគេទេព្រោះដោយសារបានចាប់អារម្មណ៍រឿងថតហាងគេអ្នកឃើញហើយតិចទៀតដល់នេះអនឡាញហ្នឹងអ្នកឃើញឡើយហើយនេះ Speak Easy សម័យតែmenu cocktail គេក៏តាក់ទាញស្លាប់ដៃខ្ញុំអត់ចង់ដកចេញពីmenuណាហើយកន្លែងនេះគេ design យកថាសចម្រៀងយកអីមកធ្វើហើយខ្ញុំអត់ចង់ញ៉ាំបាយយប់ទេប៉ុន្តែចង់ផឹកស្រូវស្លៃវិញដាក់2កែវបានដែរហើយអ្នកគេធ្វើការនៅហ្នឹងគេលើកមកហូបអីហ្នឹងគេសួរថាបងមកឯងមកម្នាក់ឯងហ្នឹងហើយអូនមានតែម្នាក់ឯងហ្នឹងបើខ្ញុំឃើញគេអង្គុយមានគ្នាមកមានគ្នាក៏ដូចជាអត់គ្នាដែរព្រោះម្នាក់ឃើញកាន់តែទូរស័ព្ទលេងហ្នឹងហើយខ្ញុំអត់មានគ្នាទេហូបដើរមើលគេបដាអីបដា enjoy the moment ហ្មងណាចឹងសកម្មភាពថ្ងៃទី1នៅសៀមរាបក៏បានដល់ទីបញ្ចប់ដែរ
អង្គុយចុះអង្គុយឡើងម៉ោង10ជាងបាទចាស់ដល់ម៉ោងដេកទៅផ្ទះតែមុនទៅផ្ទះកុំភ្លេចគិតលុយឲ្យគេចឹងចាំមើលស្អែកថ្ងៃទី2ខ្ញុំធ្វើអីខ្លះទៀតចឹងបើតែខ្ញុំអត់តន់ច្បាស់ដែរខ្ញុំតក្រោកពីដេកសិនឡើយដេកឲ្យឆ្អែតសិនអូខេ goodbye ស្អែកជួបគ្នាទៀតបាយបាយ